វត្ថុសំខាន់ៗនៅក្នុងព្រះវិហារព្រះកែវមរកតរួមមាននៅបោះបុកគឺព្រះកែវមរកតដែលជាវត្ថុសំខាន់នៅក្នុងការកំណត់ឈ្មោះព្រះវិហារនៅក្នុងទូកញ្ចក់តូចគឺជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលនាំមកពីប្រទេសស្រីលង្កាដោយសម្ដេចសង្ឃរាជល្វីអែមគង់នៅវត្តលង្កាក្រុងភ្នំពេញក្នុងឆ្នាំ1956នៅក្នុងទូបន្ទាប់ជាព្រះរាជដង្វាយរបស់សម្ដេចព្រះមហាក្សត្រីយ៉ានីស៊ីសុវត្ថិកុសុមនារីរតន៍នៅក្នុងឆ្នាំ1969ព្រះរាជដង្វាយនេះគឺជាព្រះពុទ្ធរូបសាងអំពីមាសព្រះពុទ្ធរូបប្រក់នាគដែលជាតំណាងព្រះពុទ្ធជាម្ចាស់កាលព្រះអង្គគង់នៅលើភ្លឺស្រះវត្ថុដែលតាំងក្នុងទូផ្សេងៗទៀតគឺជាវត្ថុអនុស្សាវរីយ៍គ្រឿងប្រដាប់ប្រដាគ្រឿងលម្អក្នុងព្រះរាជពិធីបុណ្យផ្សេងៗព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ពិធីសែនសាសនាផងដែរនៅខាងត្បូងនៃព្រះវិហារព្រះកែវមរកតគឺមន្ទីរសធម្មឬធម្មសាលាជាកន្លែងសម្រាប់ចម្រើនព្រះបរិត្តនិងសតបករណាធម្មនិងមានចេតិយព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតដែលត្រូវជាព្រះបិតារបស់ព្រះបាទសម្ដេចព្រះនរោត្តមសីហនុកសាងឡើងនៅក្នុងឆ្នាំ1960ក្រៅពីនេះនៅមានកឹងព្រះបាទជាកន្លែងតម្កល់ទុកនៅស្នាមព្រះបាទរបស់ព្រះពុទ្ធទាំង4អង្គដែលបានត្រាស់ដឹងហើយមានកុកសន្ធោនិកមនោកសបោនិងសមនកោដំហើយនៅមានព្រះពោធិសត្វមួយអង្គទៀតមិនទាន់បានត្រាស់ដឹងនៅឡើយទេនោះគឺព្រះស្រីអាមេត្រីដែលពុទ្ធសាសនិកជនមានជំនឿថាព្រះអង្គនឹងចេញមកប្រោសសត្វលោកនៅពេលខាងមុខភ្នំខណ្ឌម៉ាលីណាទីបតកេឡាភ្នំខណ្ឌម៉ាលីណាទីបតកេឡាឬភ្នំមណ្ឌលជាភ្នំសម្បនិមិត្តដែលតំណាងឲ្យភ្នំកៃឡាសជាកន្លែងដែលព្រះពុទ្ធទ្រង់យកព្រះបាទជាន់ថ្មធ្វើជាស្នាមព្រះពុទ្ធនៅខាងលើភ្នំមណ្ឌលមានតម្កល់រូបព្រះពុទ្ធហើយនៅលើរូបនោះមានរូបចម្លាក់តូចៗចំនួន108ដែលរៀបរាប់អំពីមង្គលទាំង108នៃការកើតស្លាប់រស់ដែលព្រះអង្គបានស្វែងយល់មុនពេលព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធផងដែរប្រាង្គគុនបុប្ផាកសាងនៅក្នុងឆ្នាំ1960សម្រាប់នង្គ័លអសិទ្ធិរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តមគន្ធបុប្ផាដែលជាព្រះរាជបុត្រីរបស់ព្រះបាទសម្ដេចព្រះនរោត្តមសីហនុដែលមានសុគតកាលពីប្រជជន4ព្រះវស្សាដោយរុក្ខពាទ្យប្រាង្គនេះមានលំនាំដោយប្រាសាទបុរាណដែលមានក្បាច់ក្បូររចនាទៅតាមរចនាបថរបស់ប្រាសាទបន្ទាយស្រីនៅខាងលិចនៃព្រះវិហារព្រះកែវមរកតគឺរោងជួងសម្រាប់វាជាសញ្ញាបើកនិងបិទទ្វារព្រះវិហារព្រះកែវមរកតនៅក្នុងព្រះរាជពិធីបុណ្យធំក្នុងពេលដែលព្រះសង្ឃចូលសិក្សាភាសាបាលីពេលកន្លងមកខាងជើងព្រះវិហារគឺមណ្ឌលសម្រាប់តម្កល់គម្ពីរព្រះត្រៃបិដកព្រះត្រៃបិដកឬប្រជុំនៃល្អី3ជាប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនាមាន3ចំណែកគឺទី1គឺវិន័យបិដកជាច្បាប់ទូមានដែលព្រះសត្វបញ្ញាពុទ្ធទ្រង់ត្រាស់បញ្ញត្តិនិងអនុបញ្ញត្តិទី2សុតន្តបិដកជាឱវាទដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងប្រាប់ពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ឬល្អតែទ្រង់មិនអនុញ្ញាតបញ្ញត្តិដោយវិន័យបិដកទេទី3អភិធម្មបិដកជាសេចក្តីពន្យល់ប្រាប់អំពីចិត្តចេតសិករូបនិព្វានដែលជាធម៌ល្អិតសុខុមគម្ពីរភាពដែលមិនមានបទបញ្ញត្តិនិងអនុបញ្ញត្តិទេគម្ពីរព្រះត្រៃបិដកមានចំនួន110ភាគចែកចេញជា 84000 ធម្មខណ្ឌនៅក្នុងមណ្ឌលនេះក៏មានរូបសត្វគោដែលជាយានជំនិះរបស់ព្រះឥសូរផងដែរព្រះគោនេះត្រូវបានគេរកឃើញនៅក្នុងស្រុកកោះធំខេត្តកណ្ដាលអំឡុងឆ្នាំ1988ដែលកប់នៅក្នុងដីតាមការប៉ាន់ស្មានរូបព្រះគោនេះគឺធ្វើអំពីប្រាក់ 80% និង 20% ទៀតជាស្ពាន់សំណដែកស័ង្កសីសារមន្ទីរជាតិមានទីតាំងនៅខាងជើងព្រះបរមរាជវាំងសារមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយដែលរចនាឡើងយកលំនាំតាមស្ថាបត្យកម្មខ្មែរបុរាណដែលកសាងនៅក្នុងឆ្នាំ1917និងត្រូវបានសម្ពោធឲ្យប្រើប្រាស់ដោយព្រះបាទស៊ីសុវត្ថិនៅក្នុងឆ្នាំ1920សារមន្ទីរជាតិមានដាក់វត្ថុបុរាណជាច្រើននិងវត្ថុដ៏មានតម្លៃទាក់ទងទៅនឹងសារដៃស្ថាបត្យកម្មខាងសាសនានិងសិល្បៈខ្មែរផងដែរ
ភាគច្រើននៃវត្ថុបុរាណទាំងនោះគឺស្ថិតនៅក្នុងសម័យអង្គរក្រៅពីនេះគឺនៅមានវត្ថុខ្លះសល់ពីសម័យបុរេប្រវត្តិនៅសម័យនគរភ្នំចិនឡានិងសម័យក្រោយអង្គរផងដែរសារមន្ទីរជាតិនេះមានការទាក់ទាញភ្ញៀវទេសចរជាច្រើននិងអន្តរជាតិផងដែរបន្ទាប់ពីព្រះបរមរាជវាំងវត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញដែលផ្ដល់ឈ្មោះដល់ទីក្រុងនេះវត្តភ្នំជាកន្លែងទេសចរមួយដ៏សំខាន់វត្តភ្នំមានកម្ពស់27ម៉ែត្រមានរឿងព្រេងមួយដំណាលថាមានស្ត្រីមេម៉ាយម្នាក់ឈ្មោះពេញថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គក៏បានឃើញដើមគគីមួយអណ្ដែតជិតច្រាំងទន្លេគាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះនៅក្នុងដើមគគីនោះគាត់ក៏បានរកឃើញព្រះពុទ្ធដេមាករដ៏មានតម្លៃចំនួន4អង្គនៅក្នុងឆ្នាំ1372គាត់ក៏នាំអ្នកស្រុកពួនជាភ្នំនិងកសាងវិហារមួយដើម្បីតម្កល់ពុទ្ធដេមាករនោះនៅក្នុងឆ្នាំ1434ព្រះបាទពញាយ៉ាតបានមកដល់ទីនេះហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះនៅក្នុងបរិវេណវត្តភ្នំមានចេតិយដ៏ធំមួយនៅខាងក្រោយព្រះវិហារដែលតម្កល់ទុកព្រះធាតុរបស់ស្ដេចពញាយ៉ាតនិងចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សពញាយ៉ាតផងដែរនៅក្នុងចេតិយនោះមាននៅសល់គ្រឿងបដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរចេតិយនិងព្រះវិហារនៅវត្តភ្នំបានកសាងឡើងវិញជាច្រើនដងគឺនៅឆ្នាំ1434ឆ្នាំ1806ឆ្នាំ1894និងចុងក្រោយបង្អស់នៅឆ្នាំ1926រហូតមកដល់បច្ចុប្បន្ននេះវត្តភ្នំគឺក្លាយជាកន្លែងទេសចរដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរភ្ញៀវជាតិនិងអន្តរជាតិជាច្រើនចូលចិត្តនិយមមកជួបជុំគ្នាលេងល្បែងប្រជាប្រិយនៅទីនេះផងដែរ